មានអ្វីកើតឡើងនៅក្នុងថ្ងៃដែលប្រធានាធិបតី John F Kennedy ត្រូវបានគេធ្វើឃាតនៅព្រឹកថ្ងៃទី22ខែវិច្ឆិកាឆ្នាំ1961នៅ Dallas Texas លោកប្រធានាធិបតី John F Kennedy និង First Lady Jacqueline Kennedy បានធ្វើដំណើរចាកចេញអំពី Hotel Texas ដើម្បីធ្វើដំណើរទៅទទួលទានអាហារនៅ Dallas Trademark នេះប្រហែលជាការបំពេញនៅភារកិច្ចដ៏សាមញ្ញមួយរបស់ប្រធានាធិបតីទី35របស់សហរដ្ឋអាមេរិកមនុស្ស6នាក់កំពុងតែជិះឡានជាមួយនឹងលោកប្រធានាធិបតី John F Kennedy នៅជួរកណ្ដាលផ្នែកខាងស្ដាំនោះគឺជាអភិបាលរដ្ឋ Texas ដែលមានឈ្មោះថា John Connally ជាមួយនឹងភរិយារបស់គាត់និងជួរចុងក្រោយគឺជាលោកប្រធានាធិបតី John F Kennedy ជាមួយនឹងភរិយារបស់គាត់នៅតាមដងផ្លូវលោកប្រធានាធិបតី John F Kennedy បានឈប់ដើម្បីធ្វើការសំណេះសំណាលជាមួយនឹងអ្នកដែលមកចាំទទួលនៅវេលាម៉ោង 11:30 នាទីនោះក្បួនដង្ហែរបស់លោកប្រធានាធិបតី John F Kennedy បានមកដល់នៅ Texas School Book Depository សម្លេងកំភ្លើងចំនួន3គ្រាប់បានបន្លឺឡើងគ្រាប់ទី1បានប៉ះទៅនឹងលោក James Tuck ដែលជាអ្នកឈរមើលគ្រាប់ទី2បានប៉ះជាមួយនឹងលោក John F Kennedy និងធ្លាយទៅប៉ះខ្នងលោកអភិបាលរដ្ឋ Texas ផងដែរនិងគ្រាប់ចុងក្រោយនោះបានផ្ដាច់ជីវិតរបស់លោកប្រធានាធិបតី John F Kennedy គឺបាញ់ចំក្បាល John F Kennedy ផ្ទាល់តែម្ដង30នាទីក្រោយមកគឺនៅវេលាម៉ោង 1:00 នាទីគេបានប្រកាសអំពីមរណភាពរបស់លោក John F Kennedy នៅមន្ទីរពេទ្យ Parklands Memorial ប៉ូលីសបានដាក់ការសង្ស័យរបស់ខ្លួនទៅលើបុរសម្នាក់ដែលមានឈ្មោះថា Lee Harvard Oswald ដែលជាអតីតទាហានជើងទឹកនិងកំពុងតែធ្វើការនៅ Texas School Book Depository នេះផងដែរប៉ុន្តែមូលហេតុពិតប្រាកដថាតើហេតុអ្វីបានជា Oswald ធ្វើការសម្លាប់លោកប្រធានាធិបតី John F Kennedy នោះប្រហែលជាមិនត្រូវបានដឹងនោះទេដោយសារតែ2ថ្ងៃក្រោយមក Oswald ក៏ត្រូវបានគេធ្វើឃាតដូចគ្នា